ប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកបីនិងតំបន់មុំ3នេះដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដើម្បីពន្លត់បញ្ហានេះជាជាងអង្គុយបកផ្សែងកម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិនៅក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ជិះបញ្ហានេះកុំឲ្យអាចคล้ายទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាបដាអាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ2000នេះកម្ពុជាសូមបញ្ជាក់ថាហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះដើម្បីបញ្ចប់បញ្ហានេះនិងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាសពិចសពិលគ្នាជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជលនិយមមួយក្តាប់ទូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នាអញ្ចឹងកិច្ចការងារនេះគឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលខ្ញុំសូមអរគុណចំពោះអាដាមវិក្កាមមួយចំនួនដែលបានលើកឡើងអំពីដំណើរទៅមុខនៅក្នុងរយៈពេល20ខែរបស់រាជរដ្ឋាភិបាលថ្មីនេះពិតណាស់20ខែពោពេញទៅដោយប្រធានបទនិងវិញ្ញាសាថ្មីសម្រាប់រាជរដ្ឋាភិបាលយើងចាប់ផ្ដើមពីដំណាក់កាលនៃការមិនច្បាស់លាស់មួយនៅស្ថានភាពសេដ្ឋកិច្ចកាលពី20ខែមុនដែលបន្សល់ទុកពីសម័យ COVID-19 ដែលកើតចេញពីបញ្ហាអតិផរណានិងសង្គ្រាមផ្សេងជាពិសេសពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដូចជាវិស័យទេសចរណ៍វិស័យអចលនទ្រព្យដែល20ខែមុនគឺស្ថិតនៅក្នុងភាពសពិចសពិលនៅឡើយប៉ុន្តែទោះជាយ៉ាងណាមកដល់ពេលនេះយើងមានស្ថិរភាពនិងមានបន្តការដោះស្រាយដើរទៅមុខទី2យើងរក្សាបាននៅវិញ្ញាសាមួយទៀតគឺថ្ងៃ18សីហាឆ្នាំ2024ជាវិញ្ញាសាមួយតាក់ទងទៅការថែរក្សាស្ថិរភាពសន្តិសុខរបស់យើងប្រឈមទៅនឹងការប៉ុនប៉ងបង្កការប្រឆាំងរដ្ឋាភិបាលតាមគេថាមធ្យោបាយហិង្សាក្រោមប្រធានបទពាក់ព័ន្ធនឹង CLVDTA យើងបានអនុវត្តកិច្ចការងារបានជោគជ័យបញ្ហាថ្មីដែលទើបកើតឡើងគឺការប្រឈមជាមួយនឹងពន្ធសកលសហរដ្ឋអាមេរិកដែលថ្ងៃនេះស្អែកនេះក្រុមការងាររបស់យើងដឹកនាំដោយអាដាមឧបសុនចន្ទថុលត្រៀមចរចាជុំទី2នៅសហរដ្ឋអាមេរិកហើយប្រធានបទវិញ្ញាសាថ្មីដែលកើតឡើងនេះគឺបញ្ហាប្រឈមនៅព្រំដែនជាងបណ្ដា20ខែនេះគឺយើងប្រមូលផ្ដុំនៅវិញ្ញាសាផ្លែកប៉ុន្តែវិញ្ញាសានេះបានធ្វើឲ្យក្រុមថ្មីរបស់យើងទទួលបាននៅឱកាសដើម្បីប្រឈមនិងដោះស្រាយដើម្បីធានានៅការពិវត្តបន្តទៀតកិច្ចការទាំងអស់នេះទោះបីជាមានបញ្ហាប្រឈមទាំងនេះគឺយើងបានបន្តដំណើរបដិទៅមុខដោយការបដិញ្ញាខ្ពស់នៅក្នុងការបន្តបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតនេះគឺជាការបដិញ្ញាចិត្តប៉ុន្តែក្នុងឱកាសនេះផងដែរដែលខ្ញុំសូមបញ្ជាក់ថាសមិទ្ធផលដែលបានប្រពេលនេះក្នុង20ខែនេះដែលយើងអាចធ្វើគឺដោយសារកត្តាស្អីខ្លះកត្តាទី1គឺកត្តាសំខាន់បំផុតគឺដោយសារក្រុមថ្មីបានទទួលនៅមរតកដែលបន្សល់ទុកពីការខិតខំកសាងត្រួសត្រាយផ្លូវ2សម្ដេចអាដាមលោកជំទាវឋានៈដឹកនាំរាជរដ្ឋាភិបាលដែលមានវត្តមាននៅទីនេះជាច្រើនតាំងពីចំណុច0ដែលយើងរំដោះពីឆ្នាំ79កសាងប្រឈមការលំបាកគ្រប់បែបយ៉ាងឈានទៅដល់ការកសាងនៅមូលដ្ឋានសេដ្ឋកិច្ចរឹងមាំស្ថាប័នរឹងមាំប្រព័ន្ធការងារល្អប្រសើរម៉ាក្រូសេដ្ឋកិច្ចមានលំនឹងជាពិសេសមានអសលថវិកាសម្រាប់រាជរដ្ឋាភិបាលថ្មីនៅក្នុងដៃដោះស្រាយបញ្ហាសូមអរគុណសម្ដេចតេជោនិងថ្នាក់ដឹកនាំជាពិសេសសម្ដេចនិងអាដាមលោកជំទាវហើយខ្ញុំសូមឆ្លៀតឱកាសនេះក៏ថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដល់សមាជិករាជរដ្ឋាភិបាលជំនាន់មុនដែលបានត្រួសត្រាយផ្លូវទៅកសាងមូលដ្ឋាននេះដល់ក្រមរដ្ឋាភិបាលថ្មីបើគ្មានមូលដ្ឋានរឹងមាំនេះទេប្រធានបទដែលលើកមកប្រមាណអំបញ្ញ3នេះ
គ្រាន់តែជាប្រធានបទធំៗប៉ុន្តែយើងនៅមានប្រធានបទច្រើនទៀតមិនអាចដោះស្រាយបានជោគជ័យបែបនេះទេកត្តាទី2គឺការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់កម្រិតតាមក្រសួងស្ថាប័នថ្នាក់ជាតិរដ្ឋបាលថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួមគ្នាបន្តនៅកិច្ចការងារដែលរដ្ឋាភិបាលអាណត្តិ9បានកសាងបន្តឲ្យយើងមានលក្ខណៈនៃការប្រែកចាក់ចិត្តដើម្បីដោះស្រាយជូនប្រជាពលរដ្ឋជាបន្តទោះបីជាមានវិញ្ញាសាបែបណាក៏ដោយហើយក៏សូមអរគុណចំពោះការផ្ដល់កម្លាំងចិត្តរបស់សម្ដេចអាដាមលោកជំទាវថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភាព្រឹទ្ធសភាក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានផ្ដល់ការគ្រប់គ្រងទាំងកម្លាំងកាយកម្លាំងចិត្តជូនទៅដល់ថ្នាក់ដឹកនាំក្រុមថ្មីនាសម័យនេះនេះអាណត្តិនេះហើយខ្ញុំក៏សូមអរគុណចំពោះការបន្តការទុកចិត្តនិងការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហាប្រឈមនាទីដែលកើតកន្លងទៅឈានដល់តែពាក់ព័ន្ធទៅនឹងប្រធានបទអំពីវិស័យកសិកម្មថ្ងៃនេះយើងមានវត្តមានរបស់អាយដាមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មដែលត្រៀមទៅឆ្លើយទៅលើប្រធានបទចំនួនដែលបានលើកឡើងតបមកយើងមានអាយដាមថៅជីថារដ្ឋមន្ត្រីធនធានទឹកនិងអាយដាមឆៃរដ្ឋសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទដែលត្រៀមអន្តរាគមន៍និងធៀបផ្សំមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យកសិកម្មបន្ថែមទៅលើបទអន្តរាគមន៍របស់ខ្ញុំពីមុនប៉ុន្តែមុននឹងផ្ទេរទៅដល់អាយដាមខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងកិច្ចការកិច្ចនេះប្រធានបទវិស័យកសិកម្មដែលខ្ញុំបានលើកគឺជាប្រធានបទសំខាន់ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋយើងបើតាមការវាយតម្លៃប្រហែលជា 42% នៃប្រជាពលរដ្ឋយើងនៅក្នុងវិស័យកសិកម្មទោះបីជាធាតុផ្សំរបស់វិស័យកសិកម្មមានការថយចុះនៅសល់ 16% នៃសេដ្ឋកិច្ចប៉ុន្តែនៅតែធានាសំខាន់ជាពិសេសដរាបណាមនុស្សនៅហូបអាហារវិស័យកសិកម្មនៅតែជាកត្តាស្នូលវិស័យទេសចរវិស័យកម្មនសាលយើងមិនអាចហូបរបស់ទាំងអស់នោះទេអញ្ចឹងការធានាសន្តិសុខស្បៀងគឺជាកិច្ចការសំខាន់ដែលជាកិច្ចការអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាលបើទោះជាកលាប់ចាក់ពិភពលោកទៅបិទចោលទៅការធ្វើពាណិជ្ជកម្មក៏ដោយប៉ុន្តែធ្វើម៉េចឲ្យប្រទេសជាតិយើងប្រជាជនយើងមានរបស់មានអាហារហូបគ្រប់គ្រាន់នេះគឺជាគោលដៅសំខាន់នេះហើយគឺជាការធានានូវតុល្យភាពក្នុងវាងការផលិតការលក់ចេញនិងការធានាសន្តិសុខស្បៀងនៅខាងក្នុងអញ្ចឹងពាក់ព័ន្ធទៅនឹងកិច្ចការសំខាន់គោលដៅសំខាន់របស់យើងចំពោះវិស័យកសិកម្មបើយើងនិយាយអំពីកសិកម្មសន្តិសុខស្បៀងការធានាគ្រប់គ្រាន់មកដល់ម៉ោងនេះគឺយើងអាចមាននិយាយដោយមោទនភាពហើយក៏ខ្ញុំសូមអរគុណចំពោះវាគ្មិនជាច្រើនដែលបានលើកឡើងអំពីការកំណើននៃអតិផរណានៃការផលិតរបស់យើងឆ្នាំនេះឆ្នាំ2024យើងផលិត14លានតោនយើងនាំចេញយើងហូបក្នុងស្រុក6លានតោនហើយយើងសល់ប្រហែលជាខ្ទង់7ទៅ8លានតោនសម្រាប់នាំចេញក្នុងនោះយើងនាំចេញក៏60,000តោនគិតជាស្រូវ1លាន2សែនតោនហើយក្នុងនោះ 6.7 លានតោនជាស្រូវដែលចេញទៅប្រទេសជិតខាងមួយចំនួននិងប្រទេសក្រៅចំនួនតិចអញ្ចឹងបើយើងនិយាយអំពីគោលដៅនៃវិស័យកសិកម្មគឺយើងនិយាយអំពីកសិករជាតួអង្គសំខាន់ណាស់គាត់ជាតួអង្គផលិតករដែលធានានៅសន្តិសុខស្បៀងប៉ុន្តែគាត់ជាប្រជាពលរដ្ឋក្រមប្រជាពលរដ្ឋនៅក្នុងវិស័យដែលយើងត្រូវគិតគូរអំពីផលប្រយោជន៍របស់គាត់ដើម្បីឲ្យកសិករនៅបន្តជាកសិករទាល់តែគាត់ចំណេញគាត់មានលទ្ធភាពផលិតរហូតបើគាត់ខាតរាល់ឆ្នាំគាត់ប្រកាសជាដូរមុខរបរហើយគ្មានពីណាធ្វើស្រូវធ្វើស្បៀងដាំដំណាំឲ្យយើងហូបទៀតទេនេះគឺជាការជាក់ស្ដែងអញ្ចឹងបើយើងនិយាយអំពីកសិករយើងនិយាយអំពីជីវភាពរបស់កសិករយើងនិយាយអំពីចំណូលរបស់កសិករយើងនិយាយពីគឺការបង្កើនចំណូលនិងកាត់បន្ថយចំណាយយើងមិនអាចទប់តម្លៃកសិផលពិភពលោកមិនឲ្យឡើងចុះបានទេប្រែប្រួលជាប្រចាំជាពិសេសផលិតផលសម្រាប់នាំចេញកសិផលដែលពាក់ព័ន្ធនឹងការនាំចេញដែលពឹងផ្អែកទៅលើទីផ្សារអន្តរជាតិស្រូវស្វាយចន្ទទីផលិតផលជាច្រើនដែលយើងត្រូវនាំប៉ុន្តែ
ការធានារបស់យើងធ្វើយ៉ាងណាទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយធ្វើយ៉ាងណាឲ្យការប្រែប្រួលនោះមិនប៉ះពាល់ទៅដល់ផលយ៉ាងខ្លាំងទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់កសិកររបស់យើងជាពិសេសការចំណេញរបស់គាត់ទោះតិចចុះច្រើនអញ្ចឹងកិច្ចការងារនេះតាក់ទងទៅនឹងចំណូលតើយើងត្រូវធ្វើយ៉ាងម៉េចដែលរដ្ឋាភិបាលធ្វើទី1គឺទីផ្សារមាន2ទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅស្រុកទីផ្សារក្នុងស្រុកនេះយើងឃើញថាលទ្ធភាពផលិតកម្មរបស់យើងមានច្រើនពុកប៉ុន្តែយើងក៏ទទួលស្គាល់ថាយើងមិនអាចផលិតហូបខ្លួនឯងគ្រប់មុខនោះទេបាទហើយយើងមិនអាចបិទការនាំចូលនៅផលិតផលខ្លះនោះដែរគ្មានប្រទេសណានៅលើពិភពលោកបើលើកលែងតែប្រទេសដែលជាប់នៅទណ្ឌកម្មអង្គការសហជីវជាតិមិនអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងបានគ្មានការនាំចេញនាំចូលផលិតផលកសិកម្មរាប់ពាន់មុខអញ្ចឹងយើងមិនអាចផលិតគ្រប់មុខហើយយើងក៏មិនចាំបាច់ផលិតគ្រប់មុខនោះដែរចំពោះការនាំចេញទី1គឺគិតគូរអំពីទីផ្សារក្នុងស្រុករដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យអស់លទ្ធភាពដោយប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការភ្ជាប់ទំនាក់ទំនងនៅផលិតផលមួយចំនួនដែលយើងអាចផ្គត់ផ្គង់ខ្លួនឯងបានហើយជំនួសទៅដល់ការនាំចូលឧទាហរណ៍ជាក់ស្ដែងជ្រូកនៅក្នុងស្រុកយើងអង្គរដ្ឋាភិបាលកំពុងតែវាយតម្លៃរៀបចំជាយុទ្ធសាស្ត្រមួយដើម្បីយើងឈានទៅដល់ការជ្រើសរើសនៅដំណាំយុទ្ធសាស្ត្រមួយចំនួនដែលរដ្ឋាភិបាលដាក់ទិសដៅនៅក្នុងការធានាការផ្គត់ផ្គង់ជំនួសការនាំចូលនេះគឺជាការជំហានយើងមិនអាចរើស100មុខហើយធានា100មុខថាយើងឈប់នាំចូលតលតែយើងដាក់ពន្ធដាក់អីអាហ្នឹងប៉ះពាល់ជាមួយ WTO ប៉ុន្តែយើងត្រូវមានភាពច្បាស់លាស់ថាការទប់នៅការនាំចូលមិនមែនដោយសារការដាក់ពន្ធឬមួយការដាក់វិធានការបច្ចេកទេសដើម្បីទប់គេមិនឲ្យចូលនោះទេវាត្រូវការបង្កើនសមត្ថភាពរបស់អ្នកផលិតនៅក្នុងស្រុកឲ្យមានសមត្ថភាពផលិតគុណភាពល្អតម្លៃសមរម្យទើបយកឲ្យអ្នកហូបបាទបើសិនជាយើងបិទមិនឲ្យនាំចូលប៉ុន្តែការផលិតនៅក្នុងស្រុកយើងថ្លៃអត់គុណភាពតើប្រជាពលរដ្ឋយើងហូបទេបាទយើងមិនយុត្តិធម៌សម្រាប់អ្នកទិញហូបទេអញ្ចឹងមានតែជួយកសិករយើងយ៉ាងណាធ្វើយ៉ាងណាឲ្យគាត់ផលិតកាន់តែថោកផលិតថ្លៃដើមកាន់តែថោកលក់តម្លៃសមរម្យគុណភាពល្អឲ្យគាត់នៅតែចំណេញដើម្បីឲ្យប្រជាពលរដ្ឋយើងអាចមកទិញព្រោះយើងត្រូវផ្សារទីផ្សារដើម្បីទាញគាត់ដោយកសិករយើងមិនអាចទៅបង្ខំគាត់ឲ្យធ្វើវិស័យបាទប្រើប្រាស់ជីអីមួយធ្វើតាមគេថាផែនការណាមួយឬមួយគម្រោងណាមួយទេបញ្ញឯកឧត្តមដិតទីណាប្រាប់មកថាបច្ចេកវិទ្យាគេថាតាមបច្ចេកទេសជីគេប្រើតែប៉ុណ្ណេះប៉ុន្តែកសិករក៏អត់ជឿខ្ញុំធ្លាប់ទៅធ្វើប៉ុណ្ណេះខ្ញុំមិនហ៊ានបថុយទេអញ្ចឹងគាត់នៅតែបាយច្រើនតលតែយើងបង្ហាញគាត់ពីផលប្រយោជន៍ជាក់ស្ដែងអញ្ចឹងត្រូវតែធ្វើការលក់ការទិញដូចគ្នាបើឲ្យប្រជាពលរដ្ឋទិញផលិតផលនៅក្នុងស្រុករបស់យើងតលតែយើងធ្វើយ៉ាងណាឲ្យកសិកររបស់យើងមានភាពប្រកួតប្រជែងព្រោះយើងត្រូវដោះស្រាយទាំងអ្នកហូបទាំងអ្នកផលិតសម្រាប់បកផ្សេងគេអាចស្រែកគេទៅជួបអ្នកហូបគេអាចស្រែកថាផលិតផលថ្លៃចង់ឲ្យផលិតផលចុះគេអាចទៅជួបអ្នកផលិតទៅប្រាប់ថាធ្វើឲ្យរបស់នឹងឡើងថ្លៃតែសម្រាប់រដ្ឋាភិបាលត្រូវធានាតុល្យភាពទាំងពីរជីវភាពរបស់កសិករនិងជីវភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទិញហូបបាទបើតម្លៃកសិផលថ្លៃតម្លៃទំនិញថ្លៃអ្នកទិញហូបដែលជាមន្ត្រីរាជការអត់មានពេលទៅដាំប្រកាសជាចំណាយលុយកាន់តែច្រើនទៅលើអាហារហើយអញ្ចឹងជីវភាពរស់នៅក៏មានការប៉ះពាល់អញ្ចឹងការយកចិត្តទុកដាក់របស់យើងនៅក្នុងការភ្ជាប់ទីផ្សារក្នុងស្រុកគឺយើងរៀបចំជាយុទ្ធសាស្ត្រឲ្យធ្វើយ៉ាងណាគិតគូរអំពីដំណាំឬមួយក៏ការចិញ្ចឹមសត្វមួយចំនួនដែលជាយុទ្ធសាស្ត្រពីមួយជំហានទៅមួយជំហានយើងមានស្រឹកឥឡូវយើងមានសាច់ជ្រូកទៅថ្ងៃមុខតើសាច់អីទៀតដែលយើងអាចធានាផ្ទៃក្នុងហើយយើងបុកទៅជួយនៅក្នុងវិស័យនេះតែម្ដងតាមរយៈរូបមន្តផ្សេងៗដូចជាកសិកម្មទំនើបឬមួយអីដើម្បីយកមកគេតាមទំនិញមួយមុខម្ដងជាជំហានដើម្បីឈានទៅដល់ការធានាការគ្រប់គ្រងក្នុងស្រុកនេះគឺជាកិច្ចការជាក់ស្ដែងធ្វើយ៉ាងណាឲ្យដើរសិនយើងកុំចង់លោកថាត្រូវធ្វើម្ដងអានេះ10 20មុខទៅធ្វើឲ្យជោគជ័យអត់ទៅរួចទេ
យើងត្រូវទទួលស្គាល់ការពិតបាទមូលដ្ឋានផលិតរបស់យើងមានបញ្ហាប្រៀបធៀបជាមួយប្រទេសជិតខាងកន្លែងខ្លះយើងនៅថ្លៃបាទអញ្ចឹងបើអ្វីដែលមិនយើងខំឲ្យមូលដ្ឋានយើងមិនប្រកួតប្រជែងទេយើងមិនបាច់ផ្ដោតទៅលើអាហ្នឹងយើងមើលស្អីដែរប្រកួតប្រជែងឧទាហរណ៍បើចិញ្ចឹមសត្វមួយយើងមិនអាចធានាប្រកួតប្រជែងជាមួយប្រទេសផ្សេងនាំចូលយើងជួយគាត់ហើយប៉ុន្តែយកទៅមើលវារីវប្បកម្មឬមួយប្រភេទអីផ្សេងដែលយើងអាចធានាបានយើងជួយគាត់កម្រិតណាស់ដោយជ្រូកយើងជួយមករយៈខ្លីទេគាត់អាចធានាបាននេះគឺជាគោលដៅនៅក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកពេលជាមួយគ្នាយើងត្រូវបង្កើតផលិតខ្សែចង្វាក់ពីអ្នកផលិតទៅទីផ្សារឲ្យកាន់តែប្រសើរឡើងបាទតាមរយៈការរៀបចំរូបមន្តផ្សេងឧទាហរណ៍ថារៀបចំកុងត្រារវាងទីផ្សារនៅក្នុងស្រុកផ្សារម៉ាក្រូផ្សារ Lucky ផ្សារអីគាត់ចង់ទិញប៉ុន្តែគាត់ទៅធ្វើកុងត្រាយ៉ាងម៉េចដើម្បីធានាបានការផ្គត់ផ្គង់ឲ្យគាត់ត្រឹមត្រូវយើងរៀបចំហើយនេះក៏ជាផ្នែកមួយនៃការរៀបចំសហគមន៍កសិកម្មទំនើបនេះគឺជាវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាក្នុងស្រុកបញ្ហាក្រៅស្រុកយើងផលិតលើសពីតម្រូវការដោយសម្ដេចតេជោវាប្រសាសន៍ហើយក៏ដូចជាថ្នាក់ដឹកនាំបានវាប្រសាសន៍ថាពីឆ្នាំចិត្តជាងយើងហូបច្រើនជាងផលិតឥឡូវយើងផលិតច្រើនជាងហូបតើយើងយកទៅណាបើយើងមិនធ្វើពាណិជ្ជកម្មខាងក្រៅយើងនឹងមានតែជំរើសពីរទីចាក់ចោលឬមួយក៏ប្រាប់ប្រជាជនកុំឲ្យផលិតលើបាទតែបើអត់ទេយើងត្រូវតែខិតខំរកទីផ្សារដែលយើងមានមោទនៈថាឥឡូវយើងនាំចេញទៅ95ប្រទេសហើយយើងមានផលិតផលច្រើនណាស់មិនមែនតែស្រូវស្វាយចន្ទីនោះទេប៉ុន្តែអ្វីដែលសំខាន់គោលដៅសម្រាប់ទៅក្រៅនោះគឺការធ្វើយ៉ាងណាដើម្បីទាញយកតម្លៃបន្ថែមឲ្យជាអតិបរមាឲ្យកសិកររបស់យើងផលិតផលរបស់យើងមិនរើសថានាំចេញទៅវៀតណាមនាំចេញទៅថៃនាំចេញទៅឡាវនាំចេញទៅអាមេរិកនៅបារាំងនៅអឺរ៉ុបនៅអាហ្វ្រិកនាំចេញទៅណាក៏ដោយគោលដៅរបស់យើងឲ្យតែបានតម្លៃល្អឲ្យកសិកររបស់យើងនេះគឺជាគោលដៅរបស់យើងអត់រើសទេបាទប៉ុន្តែលទ្ធភាពបើសិនជាយើងពឹងផ្អែកតែទីផ្សារមួយឧទាហរណ៍ថាស្រូវយើងបុកច្រើនទៅកាកើតនេះហើយគឺជាបញ្ហាដែលថាតម្លៃអាចមានបញ្ហាអញ្ចឹងបានជាយើងខិតខំដាក់ទិសដៅដើម្បីរុញស្រូវអង្គចេញទៅក្រៅឲ្យបានច្រើនធ្វើពិពិធកម្មនៅទីផ្សារបាទព្រោះចង្កោលប្រទេសមួយយើងពឹងច្រើនពេលខ្លះគាត់អត់ទិញដែរអញ្ចឹងត្រូវចោលយើងត្រូវបើកច្រកផ្សេងទៀតការបើកច្រកផ្សេងទៀតគឺធានាឲ្យយើងនៅការលទ្ធភាពនៅក្នុងការនាំចេញតម្លៃខ្ពស់មិនបាច់ចាំប្រទេសជិតខាងប្រទេសទី3ព្រោះឥឡូវបើស្រូវយើងចេញតាមប្រទេសទី3គេទិញយកទៅតម្លៃប៉ុណ្ណេះដើម្បីនាំចេញទៅប្រទេសបារាំងឬមួយក៏ប្រទេសទី3តម្លៃប៉ុណ្ណេះអញ្ចឹងគេទិញពីយើងក៏មិនសូវថ្លៃតែបើយើងអាចធ្វើត្រង់ទៅប្រទេសទី3យើងអាចកាត់យើងអាចទាញតម្លៃបានច្រើនផលទៅណាគឺយើងអាចទិញធ្លាក់ថ្លៃបានច្រើនទិញទៅកសិករយើងបានល្អហើយធ្វើពិពិធកម្មសេដ្ឋកិច្ចខាងកសិកម្មនេះគឺជាការធ្វើពិពិធកម្មមិនមែនត្រឹមតែសេដ្ឋកិច្ចទេប៉ុន្តែក៏ជាការជួយនៅក្នុងផ្នែកនយោបាយការទូតផងដែរការនាំចេញរបស់យើងឥឡូវប្រទេសជាច្រើនយើងឃើញហើយគេចាប់ផ្ដើមប្រើប្រាស់ពាណិជ្ជកម្មជាអាវុធបើសិនជាយើងពឹងតែលើការនាំចេញផ្នែកកបនសាផ្នែកឧស្សាហកម្មទៅតាមប្រទេសមួយចំនួនធ្វើឲ្យយើងអាចជាប់សម្ពាធនៅក្នុងការចរចាឬមួយក៏គេអាចប្រើប្រាស់ជាអាវុធពេលដែរក៏បានប៉ុន្តែបើយើងពិពិធកម្មការនាំចេញផ្នែកកសិកម្មទៅទីផ្សារផ្សេងនិងផលិតផលផ្សេងទៅទីផ្សារផ្សេងក៏វាជួយបង្កើតតុល្យភាពមិនឲ្យពឹងផ្អែកព្រោះជាងកាលវាមិនមែនរឿងអាវុធប្រើប្រាស់ជាអាវុធក៏ដោយឧទាហរណ៍ថាសេដ្ឋកិច្ចនៅអាមេរិកសេដ្ឋកិច្ចនៅអឺរ៉ុបស្រាប់តែចូល recession ដោយសារគោលនយោបាយរបស់គាត់ឈប់ទិញមិនដោយសារនេះទេអញ្ចឹងយើងមានទីផ្សារនៅឥឡូវយើងបើកទីផ្សារនៅមជ្ឈមបូព៌ាយើងបើកទីផ្សារនៅអឺរ៉ុបយើងបើកទីផ្សារនៅអាហ្វ្រិកបើកទីផ្សារនៅអាស៊ានផងដែរដើម្បីធ្វើយ៉ាងណាឲ្យការនាំចេញរបស់យើងបើទីផ្សារមួយមានបញ្ហាកុំឲ្យយើងពឹងហើយនេះហើយដូចជាបញ្ហាទេសចរយើងនៅខេត្តសៀមរាប
ដែលឥឡូវយើងកំពុងដាក់ទិសដៅជំរុញខេត្តសៀមរាបកុំឲ្យពឹងផ្អែកតែទៅលើទេសចរណ៍សុទ្ធមួយផ្នែកគឺកសិឧស្សាហកម្មឲ្យសិលយើងមានពលានយន្តហោះអញ្ចឹងយើងនឹងជំរុញថ្ងៃក្រោយអាចមានកម្មន្តសាស្ត្រឥឡូវមានការគិតគូរអំពីរៀបចំជាភស្តុភារកម្មនៅទីនោះបាទធ្វើយ៉ាងណាកុំឲ្យពឹងផ្អែកតែមួយមុខព្រោះប្រជាពលរដ្ឋយើងបើសិនជាមានបញ្ហាលើវិស័យណាមួយអាចជម្លៀសចូលទៅក្នុងវិស័យផ្សេងទៀតគ្រប់ពេលចាំបាច់ហើយពេលជាមួយគ្រាត្រីមកកត្រកបើស្អុយមួយស្អុយទាំងអស់យើងមិនគួរដាក់ត្រីនៅក្នុងកត្រកតែមួយទេបាទចំពោះវិស័យកសិកម្មដែលយើងច្រើនការរុញប្រទេសនៅខាងក្រៅនេះការរុញផលិតផលយើងនៅខាងក្រៅនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើហើយការសំខាន់បំផុតគឺការកំណែទម្រង់នៃការរៀបចំបើកទីផ្សារនិងការពង្រឹងបច្ចុប្បន្នយើងឃើញថាមូលហេតុដែលយើងមានកំណត់ផលិតផលយើងមានប៉ុន្តែការនាំចេញមិនទាន់ប្រតិកលាគ្នានៅច្រើនទៅឡើយដោយសារបញ្ហាមួយចំនួនបញ្ហាស្តង់ដារឧទាហរណ៍ស្តង់ការចរចាបច្ចេកទេសមួយចំនួនប៉ុន្តែមួយទៀតគឺការខ្សែចង្វាក់ផ្ទៃក្នុងរបស់យើងឧទាហរណ៍ថាប្រទេសមួយចង់កុងត្រាទិញកយើង 10,000 តោនអត់មានក្រុមហ៊ុនណាមួយហ៊ានធ្វើទេព្រោះម៉ាស៊ីនយ៉ាងច្រើនតែ3ទៅ4,000 តោនដោយសារយើងគ្មានកន្លែងដែលថាប្រមូលផ្ដុំស្តុកជាមាត្រដ្ឋានធំអញ្ចឹងខ្ញុំបានឲ្យពិនិត្យមើលទៅលើខ្សែចង្វាក់ហេតុអីបានជាយើងចេញបានតិចស្វ័យចន្ទទីដូចគ្នាអញ្ចឹងយើងពិនិត្យមើលថាតើនៅក្នុងខ្សែចង្វាក់នៃផលិតកម្មនេះ value chain នេះតើវាបាត់នៅកន្លែងណាយើងបាត់នៅសមត្ថភាពមួយសម្រាប់ស្រូបយកប្រមូលស្តុកនិងធានានៅការសម្រាប់បម្រើឲ្យការច្នៃនិងការនាំចេញទ្រង់ទ្រាយធំចឹងហើយបានជារាជរដ្ឋាភិបាលកំពុងរៀបចំអនុវត្តនៅគម្រោងជាសាកល្បង pilot program project មួយគឺសម្រាប់ស្វ័យចន្ទទីនៅកំពង់ធំដែលយើងគ្រោងរៀបចំជាសួនឧស្សាហកម្មបែបថ្មីសួនឧស្សាហកម្មនេះមានលក្ខណៈខុសពីសួនឧស្សាហកម្មឬមួយតំបន់សេដ្ឋកិច្ចពិសេសដែលកន្លងទៅជារបស់ឯកជននេះគឺជារបស់រដ្ឋចេញដីឯកជនដាក់វិនិយោគហើយធ្វើម៉េចជួលកន្លែងហ្នឹងឲ្យទៀបទៅឲ្យអ្នកផ្សេងទៀតហើយរដ្ឋជួយនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងដែរការកំណត់នៅអាជ្ញាប័ណ្ណសម្រាប់អ្នកកែច្នៃស្វ័យចន្ទទីបញ្ហាយើងបើសិនជាយើងមិនកំណត់ទេក្រុមហ៊ុនដែលមកច្នៃនេះអាចមានបញ្ហាបើសិនជាគាត់ដាក់ទុន50 100 លានផលិតបរិមាណសម្រាប់ជាមួយ20-30 ម៉ឺនហិកតាហើយបើយើងឲ្យគាត់10 20 30នៅពេលដែលយើងមានតែ50 ម៉ឺនហិកតានេះជាបញ្ហាអញ្ចឹងបានយើងរៀបចំយុទ្ធសាស្ត្របែបនេះដើម្បីយើងកំណត់ឲ្យមានប្រសិទ្ធភាពប៉ុន្តែនៅក្នុងខ្សែចង្វាក់អ្នកទិញអ្នកអីមួយចំនួនយើងអត់កំណត់ទេគាត់ប្រកួតអីប្រកួតចុះនេះគឺជាការគិតគូរអំពីការធានានៅការនាំចេញបានទាល់តែមានមាត្រដ្ឋានបានទាល់តែមានមាត្រដ្ឋានក្នុងការផលិតបាទព្រោះបើយើងនាំចេញតូចយើងប្រកួតអត់ឈ្នះគេទេហើយបើសិនជាក្រុមហ៊ុនយើងតូចទៅប្រកួតអត់មានមាត្រដ្ឋានទេទៅមិនរួចទេបាទផលិតផលថ្លៃដើមក៏ខ្ពស់ទីផ្សារក៏តូចយើងអត់ទៅអញ្ចឹងមានតែប្រមូលផ្ដុំគ្នារៀបចំ capacity ហើយធ្វើការជាមួយដៃគូណាដែលមានសក្តានុពលយើងមានក្រុមហ៊ុនជប៉ុនដោយក្រុមហ៊ុនមកពីប្រទេសមួយណាគឺហូឡង់ដែលមានទីផ្សារនៅខាងក្រៅប៉ុន្តែយើងត្រូវធានាថាគាត់អាចទិញបានបាទអញ្ចឹងហើយបានជាការដាក់គិតគូរចេញនៅគឺថាកូតានៃចំនួនសហគ្រាសឬមួយរោងចក្រកែច្នៃដែលកម្រិតធំបាទដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកហើយជួយយើងបើគាត់ពង្រីកគាត់ជួយយកទីផ្សារឲ្យយើងគាត់ជួយបច្ចេកទេសយើងដល់កសិករព្រោះសួនឧស្សាហកម្មក្តីរោងចក្រកែច្នៃក្តីវាជាឧបករណ៍គោលដៅធំរបស់យើងគឺជួយកសិករនិងជួយវិស័យនេះបាទគាត់ធ្វើគាត់ចំណេញគាត់ខាតយើងឲ្យរួចពុនឲ្យអីប៉ុន្តែអ្វីដែលចង់បានគឺចង់ឲ្យតាមរយៈគាត់រកទីផ្សារឲ្យកសិកររបស់យើងនេះជាការពិតបើយើងដាក់ទិសដៅខុសយើងកំណត់ខុសយើងគិតថាឲ្យតែក្រុមហ៊ុនចំណេញឲ្យគិតតែផលចំណេញរបស់ក្រុមហ៊ុនអត់ទេនេះគឺជាមធ្យោបាយរបស់យើង
ដើម្បីយកច្រកអ្នកផលិតរបស់យើងយកទៅកាន់ទីផ្សារអន្តរជាតិចឹងយើងកុំខ្លាចឲ្យដីត្នេឲ្យដីហ្វ្រីទៅគេយើងកុំខ្លាចឲ្យពន្ធទៅគេរួចដើម្បីគេជួយកែច្នៃជួយបង្កើនប្រសិទ្ធភាពផលិតជួយទិញពីកសិកររបស់យើងឲ្យបានច្រើនគោលដៅសំខាន់ដែលខ្ញុំនិយាយរបស់កសិកម្មគឺកសិករបាទអ្នកវិនិយោគទៅលើការកែច្នៃគឺជាអ្នកចូលរួមក្នុងធាតុផ្សំគេថាតួអង្គបន្ទាប់បន្សំដូចយោធាយើងថាគោលដៅសំខាន់និងគោលដៅបន្ទាប់បន្សំគោលដៅសំខាន់គឺកសិករនិងទីផ្សារសម្រាប់កសិផលរបស់យើងអញ្ចឹងមធ្យោបាយនឹងការរៀបចំបែបនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើសាកល្បងលើក3ទី1គឺស្វាយចន្ទទី2គឺស្រូវកោបាទយើងរៀបចំជាក្រុមហ៊ុនមេមួយហើយទីទៀតខ្ញុំនិយាយពីការរៀបចំហិរញ្ញប្បទានព្រោះឥឡូវយើងពឹងតែថវិការដ្ឋថវិកាខ្ចីពីធនាគារឬមួយក៏កម្ចីតែនៅមានរូបមន្តដែលខ្ញុំឲ្យខាងសេដ្ឋកិច្ចខាងវិស័យឯកជនរបស់យើងឬក្រសួងរបស់យើងគិតគូរទុនឯកជនច្រើនណាស់នៅក្នុងប្រទេសរបស់យើងប៉ុន្តែអត់មានច្រកចូលបាទយើងត្រូវបង្កើតរូបមន្តណាមួយកញ្ចប់ណាមួយដើម្បីឲ្យទុនទាំងអស់នោះអាចវិនិយោគចូលរួមបានតិចច្រើនប្រទេសផ្សេងគេធ្វើហើយគេលក់ជា share គេលក់ជា PO គេលក់ជា bond ហើយមូលបត្រគេលក់ជាសន្ទុះស្គាល់ទៅពាក្យបច្ចេកទេសនេះគឺជាត្រូវគិតគូរអំពីនវានុវត្តន៍នៅការប្រមូលភាគរថវិកាបាទអញ្ចឹងតាក់ទងទៅនឹងការឈ្នូលនេះខ្ញុំសូមទូសម្ដែងរឿងវែងបន្តិចប៉ុន្តែនេះគឺយើងធ្វើនៅក្នុងវិស័យស្រូវអង្ករយើងបានជួបប្រជុំជាមួយវិស័យស្រូវអង្ករជាមួយវិស័យឯកជនខ្ញុំបានតាំងពីដើមទីមកគឺយើងឲ្យវិស័យឯកជនជាតួអង្គនៅក្នុងការជួយគិតជួយធ្វើជួយទទួលខុសត្រូវហើយកិច្ចការនេះយើងបានអនុវត្តច្រើនហើយក្នុងវិស័យស្វ័យចន្ទគ្រប់ប្រតិកលាទាំងអស់ទាំងអ្នកបច្ចេកទេសរបស់យើងជាមួយនឹងវិស័យឯកជនធ្វើការគៀកស្មារជាមួយគ្នាយករូបមន្តដែលឯកភាពគ្នាធ្វើទី2វិស័យស្រូវអង្ករដូចគ្នាយើងបានដាក់គោលការណ៍នៅក្នុងការខ្ចីថវិកាពីក្រៅមកដើម្បីធ្វើសៃឡូប្រមាណ100តែជាងដូចជាង10ឆ្នាំហើយយើងអត់ទាន់បានចែកខ្ញុំថាឥឡូវចប់យើងបង្កើតរូបមន្តនេះយើងធ្វើតែម្ដងទី2បង្កើតក្រុមហ៊ុនមេមួយដើម្បីធានានៅក្នុងការប្រមូលទិញកម្រិតណាមួយព្រោះឥឡូវដោយសារយើងអត់មានសមត្ថភាពប្រមូលទិញកម្រិតធំបានជាក្រុមហ៊ុននាំចេញរបស់យើងអត់ហ៊ានកងត្រាធំតែបើសិនជាមានក្រុមហ៊ុនមួយដែលអាចធានាបាន20-30 តោនមិនបាច់ទាំងអស់ទេក្រុមហ៊ុនតូចដែលនាំចេញក៏គាត់ហ៊ានទៅកងត្រាជាមួយគេដែរព្រោះគាត់អាចកងត្រាពីយើងទិញបានបន្ថែមព្រោះឥឡូវសួរទៅគឺយើងខ្វះចន្លោះនឹងហើយរដ្ឋរៀបចំយន្តការនេះគឺយើងអន្តរាគមន៍តែចំណុចនេះដែលខ្វះខាតរៀបចំសៃឡូនិងការប្រមូលទិញនិងការដាក់ទុនបវលនៅក្នុងការធានាដើម្បីធ្វើយ៉ាងណាឲ្យខ្សែច្រវាក់នៃផលិតកម្មរបស់យើងតាំងពីអ្នកផលិតរហូតដល់ទីផ្សារខាងក្រៅវាដើរមកហើយប៉ុន្តែវាខ្វះអាកន្លែងនេះឥឡូវប្រទេសជិតខាងគឺជាអ្នកដើរតួនាទីហៅមានតែនេះប្រទេសជិតខាងមានសមត្ថភាពរាប់សែនហិកតារាប់សែនតោនស្តុកទុកយើងអត់មានទេអញ្ចឹងគេប្រមូលទិញឲ្យដែលសល់ពីយើងយកទៅស្តុកនៅគេដល់ហើយគេនាំចេញឥឡូវយើងបង្កើតអលទ្ធភាពស្តុកនៅស្រុកយើងដើម្បីជាមធ្យោបាយការផ្គត់ផ្គង់ការប្រមូលទិញបើមានលទ្ធភាពធំបែបនេះយើងអាចធានាតម្លៃពេលដែលមានការលំបាកហើយធានានៅកថាវត្ថុធាតុដើមឬមួយក៏ទុនដើមសម្រាប់អ្នកនាំចេញរបស់យើងគាត់អាចកងត្រាកែវបាននេះគឺជាការគិតគូររបស់យើងទី3គឺជីនេះសំខាន់ណាស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវជីមិនមែនគ្រាន់តែជាវត្ថុធាតុដើមក្នុងការផលិតទេជីគឺជាយុទ្ធសាស្ត្រពឹងដង្ហើមគេដកថ្ងៃណាមួយគេចោះធ្វើបើសិនជាមានបញ្ហាជីគេក្លុកតែថ្លៃជីយើងងាប់បិទតែជីយើងអត់មានលទ្ធភាពអញ្ចឹងសមត្ថភាពនៅក្នុងការផលិតជីខ្លួនឯងនេះត្រូវតែខិតខំធ្វើប៉ុន្តែយើងប្រឈមបញ្ហាច្រើនតម្លៃយើងខ្ពស់សមត្ថភាពយើងតិចខ្ញុំបានជួបជាមួយនឹងឯកឧត្តមមុខរដ្ឋាហើយជាមួយនឹងថ្នាក់ដឹកនាំរបស់យើងក្រសួងសុខកសិកម្មបូកជាពិសេសឥឡូវខ្ញុំបានប្រគល់ភារកិច្ចឲ្យអ្នក
វិស័យឯកជនក្នុងវិស័យជីព្រោះខ្ញុំគិតថាបើចង់ដឹងចង់ធ្វើអា business តទៅសួរអ្នក business បាទអញ្ចឹងយើងបានថ្ងៃមុនបានជួបហើយបានសុំឲ្យអ្នកអង្គការមូលរដ្ឋាភិបាលអង្គការផែហុកឈួនអង្គការហ៊ុនឡាក់ហេងឡុងនិងអ្នកជំនាញនៅក្នុងវិស័យកសិកម្មចំនួនជួយសិក្សាអំពីលទ្ធភាពក្នុងការផលិតជីក្នុងស្រុកក្នុងកម្រិតណាមួយមិនថាជីធម្មជាតិឬមួយក៏ជីគីមីបើមិនបាន 100% ក៏យ៉ាងហោចណាស់ធានា 30% នៃសមត្ថភាពរបស់យើងព្រោះនេះគឺជាកិច្ចការសំខាន់គុណភាពបរិមាណនិងតម្លៃហើយយើងអាចមានលទ្ធភាពធ្វើនៅក្នុងកិច្ចការងារនេះហើយកិច្ចការងារនេះក្រុមការងារកំពុងតែសិក្សាធ្វើយ៉ាងណារូបមន្តយ៉ាងណាដើម្បីយើងធានាអញ្ចឹងយុទ្ធសាស្ត្រវត្ថុ3នេះគឺផលិតផល3នេះដែលរាជរដ្ឋាភិបាលបានកំពុងតែរៀបចំសាកល្បងស្វាយចន្ទីស្រូវអង្គរហើយនឹងជីតាក់ទងនឹងការផលិតព្រោះឥឡូវបើយើងយកផលិតទូចយើងទិញទូចវត្ថុធាតុដើមថ្លៃហើយបានទៅចែកពីគេចែកពីប្រទេសជិតខាងបោះយើងមិនអាចធ្វើបានយើងយកភាគច្រើនផលិតទៅក្រៅយកបោះការលាយក៏អត់មានគុណភាពច្បាស់លាស់នេះហើយគឺជាកិច្ចការងារពិតណាស់មានក្រុមហ៊ុននាំចូលមួយចំនួនដូចអង្គការផែអុកឈួនមួយគាត់មានស្តង់ដារប៉ុន្តែគាត់ក៏ចូលរួមឯកភាពបើសិនជាមានអង្គការពូពុយក៏គាត់គ្រប់គ្រងបាទគាត់គ្រប់គ្រងមុតគេគាត់ថាបើសិនហើយអង្គការហើយឡងនឹងផ្សេងហើយក្នុងវិស័យកសិកម្មសមាគមត្រូវអង្គក៏មានការខ្ញុំគិតថារបស់បើប្រទេសគេធ្វើបានខ្មែរយើងក៏ធ្វើបានដែរបាទទោះបីវាប្រឈមអីក៏ដោយគ្រាន់តែប្រហែលយើងយករូបមន្តមិនទាន់ត្រូវហើយបើសិនជាយើងរូបមន្តរត់មិនខ្លាចនៅក្នុងការជួយរូបភាពណាព្រោះការផលិតជាមធ្យោបាយគោលដៅសំខាន់ជួយកសិករបើសិនជាជីផលិតបានម្ចាស់ការបានហើយធ្វើឲ្យតម្លៃដើមរបស់កសិករចុះថោកនេះគឺជាការល្អចំពោះការធានានៅហិរញ្ញប្បទានសម្រាប់កសិកម្មកិច្ចការងារនេះកន្លងទៅយើងមានលទ្ធភាពកំណត់មួយគឺធនាគារអភិវឌ្ឍជនបទកសិកម្មបានទម្លាក់ថវិកាមួយចំនួននិងការធានាមួយចំនួនដើម្បីឲ្យធនាគារពាណិជ្ជជួយផ្ដល់ឥណទានទៅដល់វិស័យកសិកម្មរបស់យើងក្នុងន័យនេះយើងបានផ្ដល់ឥណទាន4វាចន្លោះពី4ទៅ7%ទៅដល់វិស័យកសិកម្មពីធនាគារអភិវឌ្ឍជនបទប៉ុន្តែទុននៅមានកំណត់បាទការធានាក៏ដោយហើយនៅក្នុងធនាគារឯកជនក៏មានការចូលរួមនៅក្នុងការផ្ដល់កម្ចីតាមការពៀងនាវរដ្ឋាភិបាលធនាគារកណ្ដាលរបស់យើងធនាគារជាតិរបស់យើងក៏បានធ្វើការជាមួយវិស័យឯកជនក៏បានសូមធ្វើយ៉ាងណាឲ្យគាត់ជួយផ្ដល់ទុនបច្ចុប្បន្ននេះគឺជាការខិតខំប្រឹងប្រែងរបស់យើងនឹងបន្តទៅទៀតហើយក្រៅពីនោះនឹងគិតគូរពីរូបមន្តមួយចំនួននៅក្នុងការជួយការគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏សូមអរគុណដល់សម្ដេចនាយករាជរដ្ឋាភិបាលពីអាណត្តិពុនមុនដែលបានផ្ដល់អាទិភាពនៅក្នុងការមិនយកពន្ធដីកសិកម្មជីកសិកម្មគ្រឿងយន្តកសិកម្មជាច្រើនផលិតផលធាតុផ្សំកសិកម្មដែលជួយឲ្យកាត់បន្ថយថ្លៃដើមរបស់កសិកររបស់យើងរដ្ឋាភិបាលពីអាណត្តិមុនអាណត្តិនេះក៏បានបន្តនៅអនុគ្រោះនៅពន្ធនៅអាករជាច្រើនដែលបញ្យកសម្រាប់ក្រុមហ៊ុនធុរជនដែលនៅក្នុងវិស័យកសិកម្មដើម្បីជួយនៅក្នុងកសិកម្មនេះការកាត់បន្ថយថ្លៃដើមថ្លៃអគ្គិសនីពិតណាស់យើងមិនអាចជួយអន្តរាគមន៍គ្រប់ពេលកន្លងទៅឆ្នាំ2024នេះអាដាមកែវរតនៈបានរាយការណ៍គឺយើងប្រាក់ជួយបញ្ចុះតម្លៃអគ្គិសនីពីម៉ោង9យប់ទៅម៉ោង7នោះជនរដ្ឋត្រូវចំណាយទុនប្រហែលជិត$3 លានក្នុងការជួយ2024ហើយបើនិយាយទូទាំងប្រទេសរាជរដ្ឋាភិបាលតាមរយៈ EDC ជួយ$128 លានជួយដល់ប្រជាជនទូទាំងប្រទេសដើម្បីកុំឲ្យថ្លៃអគ្គិសនីឡើងនៅតាមប្រទេសផ្សេងដោយសារសង្គ្រាមផងអីផងបានតម្លើងថ្លៃអគ្គិសនីតែកម្ពុជាយើងបានថែរក្សាប៉ុន្តែការប្រើច្រើនវាឡើងហើយប៉ុន្តែតម្លៃក្នុង1គីឡូនៅរក្សាថេរប៉ុន្តែមិនមែនដោយសាររដ្ឋចំណេញគឺដោយសាររដ្ឋបានចេញ$128 លានឆ្នាំ2024ដើម្បីទប់ភាគច្រើនគឺសម្រាប់ផ្ទះប្រជាពលរដ្ឋនេះឯងហើយក្នុងវិស័យកសិកម្មជិត$3 លានដែលរដ្ឋត្រូវចំណាយចំពោះការកាត់បន្ថយមួយទៀតគឺសំខាន់គឺមាត្រដ្ឋានអាដាម
ប៉ែនស៊ីម៉ុនសូម្បីតែបានលើកអំពីរឿងភូមិមួយផលិតផលមួយខ្ញុំសូមទោសឲ្យដំប៉ែនស៊ីម៉ុនចំពោះភូមិមួយផលិតផលមួយនេះសម្រាប់វិស័យកសិកម្មក៏យើងប្រហែលមិនអាចធ្វើបាននោះទេទូទៅនោះទេយើងអាចសម្រាប់ផលិតផលនេះមួយចំនួនតូចឬមួយក៏ផលិតផលមួយចំនួនដែលអាចគ្រប់គ្រងទៅដល់វិស័យផ្សេងឧទាហរណ៍ដូចសិប្បកម្មភូមិមួយនៅជុំវិញសៀមរាបអាចជំរុញអានឹងដើម្បីបម្រើឲ្យវិស័យទេសចរណ៍នៅសៀមរាបប៉ុន្តែបើយើងនិយាយពីកសិកម្មយើងត្រូវនិយាយពីមាត្រដ្ឋានបាទបើយើងមិនផលិតច្រើនទេតម្លៃដើមក៏មិនចុះហើយក៏គ្មានបរិមាណសម្រាប់ទៅប្រកួតជាមួយប្រទេសគេដែរឬមួយក៏ផ្គត់ផ្គង់ទីផ្សារយើងដែរអញ្ចឹងដែលយើងជំរុញតាំងពីដើមមកណាត់គឺគិតគូរអំពីតំបន់មួយផលិតផលមួយមិនមែនយកពីថៃទេគឺគោលការណ៍របស់យើងដែលគិតគូរអំពីតំបន់អាចគិតពីຂະຫນາດស្រុកຂະຫນາດខេត្តឬមួយក៏ខេត្តច្រើនជួបគ្នាដោយស្វាយចន្ទទីគឺយើងមានបណ្ដុំខេត្តមួយចំនួននេះគឺជាកិច្ចការសំខាន់បើមិនអញ្ចឹងទេគឺយើងមិនអាចធានាបាននៅមាត្រដ្ឋាននៃផលិតផលហើយបើយើងនិយាយស្ថានពីផលិតផលយើងត្រូវទីនិយាយពីមាត្រដ្ឋាននៃការផលិតឬអ្នកផលិតនេះហើយបានជាសហគមន៍កសិកម្មទំនើបដើរតួនាទីសំខាន់យើងមិនអាចយកកសិករម្នាក់ទោះបីជាគាត់មាន500ហិកតាទៅធ្វើដើរតួនាទីជាមាត្រដ្ឋាននោះទេយើងត្រូវធានារាប់ម៉ឺនហិកតារាប់ពាន់ហិកតាកាលពីខ្ញុំនៅជើងគោកដំបូងខ្ញុំជួបជាមួយខាងអភិវឌ្ឍបានសុំយោបល់ខ្ញុំថាឲ្យសុំដើម្បីធ្វើការអភិវឌ្ឍកសិកម្មតសុំដី 5,000 ហិកតាទៅ 7,000 ហិកតាខ្ញុំថាយើងអត់មានដីទេប៉ុន្តែសុំឲ្យគិតថាគ្រួសារតបមួយគឺជាម្ចាស់ដីនៅក្នុងតំបន់ហ្នឹងដែលសម្ដេចតេជោរដ្ឋាភិបាលបកគលទៅឲ្យកងទ័ពដោយនៅកងពលលេខ 9 2000 គ្រួសារមាន 2000 ហិកតាប្រមូលគាត់ជាសហគមន៍ហើយយើងកុំត្រាជាមួយគាត់បង្កើតនៅកងត្រាហើយក្រុមហ៊ុនម៉ែនសរុនបានធ្វើជាមួយកងពលលេខ 7បាន 5-600 គ្រួសារជាអនុវត្តជាក់ស្ដែងនេះហើយ